SUV brand អាមេរិកតម្លៃ 20,000 ជាង Chevrolet Cruze ទើបតែមកដល់ឲ្យបងប្អូនកក់ចង់អស់ពី stock Chevrolet Camry ដោយសារតែរូបថ្មីតាក់ទាញផ្នែកខាងក្នុង Sport ស្អាត option ទៅនៅក៏មានច្រើនស្វាគមន៍បងប្អូនមកកាន់វីដេអូថ្មីថ្ងៃនេះយើងមានជាមួយនឹង Chevrolet Cruze ស៊េរីថ្មី026ជាប្រភេទ Subcompact SUV ដែលខ្ញុំគិតថាស័ក្តិសមមែនទែនមិនថាតែបងប្អូនដែលនៅលាវឬក៏មានសមាជិកគ្រួសារតិចទេព្រោះឡាននេះគឺងាយស្រួលប្រើនៅក្នុងក្រុងងាយស្រួលបត់បែនក៏ដូចជាចេញចូលចំណតអីចឹងណាបងប្អូនទាំងគ្នាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងរំលេចជូនបងប្អូនទាំងគ្នាទាក់ទងទៅនឹងចំណុចពិសេសទាំងផ្នែកខាងក្រៅ performance ក៏ដូចជាផ្នែកខាងក្នុងរបស់ឡានទាំងអស់តែម្ដងអូខេអញ្ចឹងផ្នែកដំបូងយើងនឹងទៅមើលពី exterior ឬក៏រូបរាងខាងក្រៅសិនឃើញថាការរចនាចេញមកតាក់ទាញមែនទែនបងប្អូនទាំងគ្នាគ្រាន់តែយើងក៏វាផ្នែកទៅដឹងថាជាឡាន DNA របស់អាមេរិកតែម្ដងដោយសារតែមាន detail ភ្លីច្រើនកន្លែងសាច់ដុំដាំងក៏ដូចជាមើលទៅមានអំណាចណាបងប្អូនទាំងគ្នាគ្រាន់តែយើងក៏លេចភ្នែកទៅដឹងថាឡាននេះជាឆ្នាំ026ឬក៏ស៊េរីថ្មីតែម្ដងព្រោះថាការរចនាតាក់ទាញខ្លាំងមែនទែនបងប្អូនអូខេអញ្ចឹងបើសិនជាយើងពិនិត្យមើលលម្អិតតាក់ទងទៅនឹងផ្នែកខាងមុខបងប្អូននឹងឃើញកន្លែងប៉ាណានេះ Chevrolet គាត់អាចចោលទេជាមួយនឹងម៉ូដ Chrome របស់គាត់ដែលមានជាពីរបន្ទាត់ព្រោះថាម៉ូដហ្នឹងធ្វើឲ្យឡានរបស់យើងមើលទៅតាក់ទាញខ្លាំងមែនទែនបងប្អូនក៏ដូចជាម៉ូដ logo Chevrolet ផ្ទាល់ក៏មានជា Chrome ដែរបងប្អូនហើយតាក់ទងទៅនឹងសំណាញ់ប៉ាណាគាត់បានរចនាជាម៉ូដរៀងទលាយស្អាតដើម្បីឲ្យខ្យល់ចូលម៉ាស៊ីនបានល្អពាក់ព័ន្ធទៅនឹងផ្នែកចង្កៀងនេះវិញបងប្អូននឹងទទួលបានចង្កៀង LED មានមុខងារ auto on off ក៏ដូចជាតម្លាក់ pha code auto រួមជាមួយនឹងការរចនាប្លែកហើយស្អាតមែនទែនបងប្អូនទាំងគ្នាដែលមានជាម៉ូដមកស្រួចនៅផ្នែកពីចំហៀងនេះយើងមើលទៅមុខតាក់ទាញតែម្ដងក៏ដូចជាមាន daytime running light នៅផ្នែកខាងក្រោមហើយនឹងពីរគ្រាប់នៅពីចំហៀងនេះហើយបងប្អូនក៏នឹងទទួលបាន7កាំងនៅខាងក្រោមផងដែរបន្តមកដល់ផ្នែកកាំងខាងក្រោមនេះដោយសារតែតួឡានពណ៌ខៀវចឹងមើលទៅកាន់តែតាក់ទាញក៏ដូចជា sporty តែម្ដងបងប្អូនទាំងគ្នាព្រោះថាម៉ូដរបស់គេបន្តមកស្រួចមកដល់ផ្នែកពីចំហៀងនេះដោយបងប្អូនឃើញចឹងហើយមាននៅខាងក្រោមនេះ detail ជាពណ៌ខ្មៅដូចជាស្លាបណាបងប្អូនទាំងគ្នាធ្វើឲ្យមុខឡានកាន់តែតាក់ទាញក៏ដូចជាផ្នែកខាងក្រោមនេះផ្ទាល់ក៏មានជាមួយនឹង lip ដើម្បីជួយទល់លំនឹងក្បាលឡានរបស់យើងហើយនឹងលើកសម្រស់ឡានឲ្យកាន់តែស្អាតមួយកម្រិតទៀតដោយសារតែជាម៉ូដ carbon fiber អូខេបងប្អូនអញ្ចឹងបន្តមកដល់ផ្នែកចំហៀងឃើញថារាងរបស់គេ slim ស្អាតមែនទែន fit ជាមួយនឹងយ៉ាន់ទំហំ17អ៊ីងនេះម៉ូដរបស់គេគឺជាប្រភេទ two tone ពណ៌ខ្មៅលាយជាមួយនឹងក្រោមហើយបន្តមកដល់កន្លែងទ្វារនេះយើងនឹងឃើញជាមួយនឹង logo Groove ក៏ដូចជាផ្នែកខាងក្រោម highlight ជាមួយនឹងម៉ូដ carbon fiber ហើយនឹងមួយឆ្នូតពណ៌ក្រហមបងប្អូនហើយបើសិនជាបងប្អូនពិនិត្យមើល detail បន្ថែមទៀតគឺ premium ខ្លាំងមែនទែនដោយសារតែខ្ញុំចាប់អារម្មណ៍ថាតួគឺមានពណ៌ខៀវរីឯផ្នែកកន្លែងនេះបន្តដល់ដំបូលគឺមានពណ៌ខ្មៅអញ្ចឹងហាក់បីដូចជាឡានរបស់យើងពីរពណ៌ឬក៏ two tone អញ្ចឹងបងប្អូន highlight ជាមួយនឹងក្រោមនៅកន្លែងដៃទ្វារនេះទៀតផងហើយរូបរាងឡាននេះអត់ទូចទេបងប្អូនទាំងគ្នាប្រវែងបដោយនឹងរហូតដល់ 4365 មីលីម៉ែត្រទទឹង 1750 មីលីម៉ែត្រក៏ដូចជាកម្ពស់ 1610 មីលីម៉ែត្រហើយ ground clearance របស់គេហ្នឹងគឺ 155 មីលីម៉ែត្រផងដែរនៅផ្នែកខាងក្រោយនេះបងប្អូនអាចច្រឡំជាមួយនឹងឡាន Sport ដែរព្រោះថាការរចនាគ្រប់ខាងក្រោយនេះគេធ្វើយ៉ាងលយដូច spoiler ណាបងប្អូន detail ស្អាតខ្លាំងមែនទែនហើយយើងមានជាមួយនឹង logo Groove ក៏ដូចជា OS ដែលជា spec ពិសេសសម្រាប់ Chevrolet និងមាន logo Chevrolet នេះផ្ទាល់តែម្ដងនៅផ្នែកខាងលើវិញបន្តពីកាំងចាប់អីវ៉ាន់យើងមានជាមួយនឹង spoiler ដើម្បីទប់បន្ទុយឡានរបស់យើងឲ្យមានលំនឹងល្អនៅពេលដែលយើងជាប់ល្បឿនលឿនអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធចង្កៀងនេះវិញគឺជាប្រភេទ full LED យើងមើលទៅ clean ស្រស់ស្អាតខ្លាំងមែនតើបងប្អូនទាន់សម័យតែម្ដងខាងក្រោមនេះយើងមានជាមួយនឹង mode carbon fiber ក៏ដូចជា diffuser highlight ជាមួយនឹងពណ៌ក្រហមក៏ដូចជាស៊ីម៉ាំងយើងឃើញសងខាងតែម្ដងអញ្ចឹងបានខ្ញុំនិយាយថាឡាននេះគឺ sport មែនតើមួយវិញទៀតតកតទៅនឹងពណ៌ក្រហមសម្រាប់ Chevrolet គឺជាពណ៌ signature មួយតំណាងអំពីកម្លាំងក៏ដូចជា power នៃឡានរបស់គាត់អូខេបងប្អូនអញ្ចឹងនេះគឺជា space នៃគ្រប់ខាងក្រោយដូចបងប្អូនឃើញអញ្ចឹងទលាយខ្លាំងមែនតើដែលយើងអាចដាក់បានច្រើនបើនិយាយពីទិន្នន័យច្បាស់លាស់ហ្មងគឺចំនួនរហូតដល់320 លីត្រពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្នុងឬក៏ interior នេះវិញកាន់តែទាន់សម័យក៏ដូចជា sport ខ្លាំងមែនតើបងប្អូនទាំងគ្នាហើយសម្រាប់ material ឬក៏គ្រឿងបរិក្ខារផ្សេងៗយើងឃើញថា premium ឬក៏ផលិតខ្លាំងមែនតើទាំងនៅដៃទ្វារទាំងតាប់ឡូចង្កូតកៅអីកន្លែង armrest សុទ្ធតែជាប្រភេទស្បែកទាំងអស់តែម្ដងអញ្ចឹងសម្រាប់ផ្នែកតកង់នេះគឺខ្ញុំបានជាមួយនឹងចង្កូតអក្សរ D គឺជាប្រភេទស្បែកហើយក៏ជាចង្កូត electronic មានប៊ូតុងមុខងារជាច្រើនដូចជា cruise control សេរីឡើងធ្លាក់ volume ហើយ mode របស់គេរចនាស្អាតមែនតើបងប្អូនហើយនេះគឺជាកុងទ័រជំនាន់ថ្មីដែលជាប្រភេទ digital ទំហំ7អ៊ីងទិន្នន័យក៏ដូចជាព័ត៌មានលេខផ្សេងៗគឺបង្ហាញបានច្បាស់មែនតើបងប្អូនទាំងល្បឿនក៏ដូចជា option នៅក្នុងឡានរបស់យើងហើយសម្រាប់កៅអីនេះវិញគឺជាប្រភេទ sport ដែលខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងហើយក៏ជាប្រភេទស្បែកផងដែរអញ្ចឹងនៅពេលដែលយើងអង្គុយទៅផាសុខភាពណែនល្អហើយនៅពេលដែលយើងត្រូវបួងឆ្វេងបួងស្ដាំគឺវាទប់លំនឹងខ្លួនរបស់យើងបានល្អហើយបតកង់នេះក៏ជាប្រភេទ auto ឬក៏ electronic ដែលយើងអាចសេរីបាន6របៀបទៀតផងកន្លែងមកផ្នែកកណ្ដាលនេះខ្ញុំឃើញថាការរចនារបស់ Chevrolet ស៊េរីថ្មីគឺរៀបរយខ្លាំងមែនទែនទាំងតាប់ឡូក៏ដូចជាធ្នេក្រហមម៉ូដថ្មីហើយនឹងកន្លែងម៉ាស៊ីនត្រជាក់បងប្អូនមើលទៅគឺស្មើភ្នែករបស់យើងតែម្ដងអត់តាក់ភ្នែកកន្លែងណាទេសូម្បីតែប៊ូតុងក៏គាត់ច្នៃរចនាមកបានស្អាតដែរបងប្អូន
រីឯអេក្រង់កណ្ដាលនេះវិញគឺជាប្រភេទ touch screen មានទំហំ 10.25 អ៊ីងដែលមានមុខងារជាច្រើននៅក្នុងហ្នឹងក៏ដូចជា Apple CarPlay ហើយនិង Android Auto ទៀតផងហើយ speaker នៅក្នុងប្រព័ន្ធកម្សាន្តមានចំនួន6គ្រាប់អញ្ចឹងបន្តមកដល់ផ្នែកខាងក្រោមយើងមានរុនសាក Type C ទាន់សម័យសម្រាប់បងប្អូនក៏ដូចជាចង្កឹះលេខនេះក៏ដូចឡាន Sport ដែរប្លែកមែនទែនយើងកាន់ចេះទៅគឺណែនដៃតែម្ដងហើយកន្លែងនេះគឺយើងមានជាមួយនឹង Auto Hold និង Parking Brake គឺជាប្រភេទ Electronic ហើយចំណាប់អារម្មណ៍ខ្ញុំមួយទៀតបន្ទាប់ពីបានតែអង្គុយទាំង Passenger ក៏ដូចជាកន្លែង Driver ចាប់អារម្មណ៍ថាទលាយខ្លាំងមែនទែនបងប្អូនដោយសារតែឡានស្តង់ដារអាមេរិកបងប្អូនដឹងហើយថាប្រជាជនអាមេរិកគេអត់ចូលចិត្តរបស់ដែលជាអៀតឬក៏ណែនទេគេចូលចិត្តឡានដែលទលាយអញ្ចឹងណាអញ្ចឹងសម្រាប់ឡាន Chevrolet ជាទូទៅតែម្ដងយើងចូលមកគឺមានអារម្មណ៍ថាទលាយហើយស្លាស់អូខេអញ្ចឹងតកតងទៅនឹង space យើងមានជាមួយនឹង cup holder ក៏ដូចជាកន្លែង armrest យើងមានជាមួយនឹង storage ណាបងប្អូនរីឯផ្នែកខាងលើនេះយើងក៏ទទួលបានជាមួយនឹងទំហំកញ្ចក់ដែលអាចបើកបានផងដែរហើយសម្រាប់ option ទៅលើបន្ថែមទៀតខ្ញុំនឹងលម្អិតជូនបងប្អូននៅពេលដែលយើង test drive បន្តមកដល់កៅអីជួរទី2ដូចបងប្អូនឃើញអញ្ចឹងតកតងទៅនឹង space ទាំង leg room ក៏ដូចជា head room ហើយសម្រាប់កៅអីគឺយើងទទួលបានជាប្រភេទស្បែក premium ក៏ដូចជាកន្លែងទ្វារហ្នឹងក៏នៅតែជាប្រភេទស្បែកដែរបងប្អូនលើពីនោះទៀតនៅកន្លែងជង្គង់ក៏យើងបានរុនសាក Type C ទាន់សម័យផងដែរអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងអារម្មណ៍ក្នុងការបើកបរដំបូងខ្ញុំចាប់អារម្មណ៍ជាមួយនឹង Counter Digital version ថ្មីនេះខ្លាំងមែនទែនដោយសារតែមាន sensor ចាប់ឡានក៏ដូចជាម៉ូតូនៅពីមុខយើង display នៅក្នុង Counter Digital នេះតែម្ដងអញ្ចឹងទទួលអារម្មណ៍បានថាយើងទំនើបណាបងប្អូនតាគ្នាក៏ដូចជាកៅអីដែលខ្ញុំពងអង្គុយនេះមានអារម្មណ៍ថាណែនល្អនៅពេលដែលបួងវ៉ាឆ្វេងវ៉ាស្ដាំគឺទប់ខ្លួនយើងបានល្អក៏ដូចជាចង្កូតស្បែកនេះផ្ទាល់ដល់ពេលដែលយើងកាន់ទៅណែនដៃមែនទែនបងប្អូនពាក់ព័ន្ធជាមួយនឹងកម្លាំងវិញឡាននេះប្រើប្រាស់ម៉ាស៊ីន4ស៊ីឡាំង 1.5 លីត្រជំនួយកម្លាំងដោយ turbo កម្លាំងផលិតបាន147សេសនិងកម្លាំងរមូលគឺ255 Newton meters អញ្ចឹងនៅក្នុងការជន់ស្ទុះម្ដងដូចជាត្រូវវ៉ាចែងអីមានអារម្មណ៍ថា smooth ស្មើក៏ដូចជាអត់កន្ធាក់នោះទេបើសិនយើងជន់កប់មួយជើងដឹងតែហៅក្បាលឡានតែម្ដងបងប្អូនទាំងគ្នាស្ទុះខ្លាំងមែនទែនសម្រាប់ម៉ាស៊ីន 1.5 លីត្រណាមួយទៀតបើសិនជាបងប្អូនត្រូវការកម្លាំងខ្លាំងមែនទែនហ្មងនៅក្នុងការវ៉ាចែងល្បឿនលឿនឡាននេះក៏មាន sport mode ដែរក៏ប៉ុន្តែនៅកន្លែងចង្កឹះលេខចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍គឺតាក់ទងទៅនឹងប្រអប់លេខមានអារម្មណ៍ថានៅពេលដែលយើងជន់ល្បឿនឡើងលេខនីមួយៗទៅ smooth ក៏ដូចជាស្ងាត់ល្អដោយសារតែប្រើប្រាស់ជាមួយនឹងប្រភេទ CVT អញ្ចឹងប្រើប្រាស់ក្នុងក្រុងបងប្អូននឹងចំណេញអន្តរជាតិច្រើនមែនទែនឡាននេះស៊ីតា 6.5 លីត្រទេក្នុង100គីឡូហើយទម្ងន់របស់វាផ្ទាល់តែ 1600 គីឡូជាងទេអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងស័ក្តិសមមែនទែននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជាការបើកបរក្នុងក្រុងចំណុចចុងក្រោយដែលខ្ញុំបានតេស្តហ្នឹងគឺនៅពេលដែលយើងជន់ល្បឿនលឿនហើយសាកបួងឆ្វេងបួងស្ដាំមានអារម្មណ៍ថាជើងក្រោមឡាននេះគឺហាប់ណែល្អមែនទែនបងប្អូនទាំងគ្នាហើយក៏អត់រេឃ្លោងដែរអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ក្នុងល្បឿនលឿនអ្នកខាងក្នុងក៏អត់ងាយពុលឡានដែរបងប្អូនអញ្ចឹងចំណុចចុងក្រោយដែលខ្ញុំចង់រំលឹកគឺតាក់ទងទៅនឹង option ទំនើបក៏ដូចជា option សុវត្ថិភាពប្រព័ន្ធទប់លំនឹង traction control ESP គឺមានមួយសេតតែម្ដងបងប្អូនទាំងគ្នានៅខាងក្នុងពងសុវត្ថិភាពមានចំនួន6គ្រាប់ហើយនៅពេលដែលយើងដាក់លេខ reverse ឬក៏អាយ៉ែក៏មានកាមេរ៉ាហើយនិង sensor ចំនួន3គ្រាប់លើពីនោះទៀតក៏មានប្រព័ន្ធទប់មិនឲ្យរអិលថយក្រោយពេលឡើងចំណោតប្រព័ន្ធផ្ដល់ដំណឹងមកពេលមានឧបសគ្គនៅផ្នែកខាងមុខ forward collision alert ប្រព័ន្ធផ្ដល់សញ្ញាពេលជួបឧបសគ្គនិងចាប់ប្រាំងស្វ័យប្រវត្តិ autonomous emergency braking ក៏ដូចជាប្រព័ន្ធដាស់តឿននិងរក្សាល្បឿននៅក្នុងកន្លងសុវត្ថិភាព lane departure warning ជាមួយនឹង lane keeping assist ថែមទាំងមានជាមួយនឹង option adaptive cruise control ទៀតផងបងប្អូនជា option កម្រឃើញខ្លាំងមែនទែននៅក្នុងឡានតម្លៃបែបនេះអូខេបងប្អូនអញ្ចឹងនេះជាមូលហេតុដែលធ្វើឲ្យ Chevrolet Cruze 026នេះផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយសារតែរូបរាងក៏តាក់ទាញផ្នែកខាងក្នុងក៏ស្អាត option ទំនើបចាំបាច់គឺមានទាំងអស់អញ្ចឹងខ្ញុំគិតថាឡាននេះស័ក្តិសមមែនទែនមិនថាតែយើងជាមនុស្សផុសមនុស្សស្រីឬក៏ជាអ្នកដែលមានគ្រួសារសមាជិកតិចដែលយើងងាយស្រួលប្រើប្រាស់ប្រចាំថ្ងៃជាពិសេសគឺជាការប្រើប្រាស់នៅក្នុងក្រុងផ្ទាល់តែម្ដងហើយបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងឡាននេះអាចទំនាក់ទំនងទៅកាន់ Chevrolet Cambodia បានបើកំងអត់ទាន់ទៀតដល់តែគេកំងអស់ពី stock ឲ្យបងប្អូននាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group